ញាធរថៃបានសង់លានដ្ឋានធ្វើពីបេតុងរឹងមាំនិងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់ដែលទៅដណ្ដើមបានពីកម្ពុជានៅភូមិព្រៃច័ន្ទឃុំអូបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដំណើរការរួចរាល់ហើយនៅថ្ងៃទី15ខែកញ្ញាដើម្បីកាន់កាប់ធ្វើជាកម្មសិទ្ធិពេញលេញរបស់ខ្លួននេះបើតាមការចុះផ្សាយរបស់កាសែតថៃរដ្ឋរបស់ថៃអាជ្ញាធរថៃធ្វើបែបនេះដោយសាររដ្ឋាភិបាលត្រកូលហ៊ុនទុនខ្សោយមិនហ៊ានប្រជុំមុខជាមួយទាហានថៃលោកចាត់ទុកវិធានការស្ងៀមស្ងាត់របស់រដ្ឋាភិបាលនេះថាជាយុទ្ធសាស្ត្រកំសាកញីដែលធ្វើឲ្យទាហានថៃមានឈ្លានពានយកទឹកដីកម្ពុជានៅតំបន់ផ្សេងទៀតថ្មីនេះទាហានថៃបានរីកបន្លាលួសនិងដាក់កង់ឡានរំលោភយកផ្ទះរបស់ប្រជាពលរដ្ឋខ្មែរចំនួន18ខ្នងនិងដីមួយចំនួនទៀតនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យប្រជាពលរដ្ឋបានតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ថៃនេះជាបន្តបន្ទាប់ហើយពួកគាត់បានស្នាក់នៅបណ្ដោះអាសន្ននៅក្បែរនោះដើម្បីរងចាំដំណោះស្រាយពីរដ្ឋាភិបាលកម្ពុជាថ្មីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានអំពាវនាវឲ្យប្រជាពលរដ្ឋជឿទុកចិត្តរដ្ឋាភិបាលដែលកំពុងធ្វើការងារយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ